កម្ពុជាថ្លែងអំណរគុណដល់ប្រទេសបារាំងសម្រាប់ការផ្តល់សិទ្ធិឲ្យកម្ពុជាចូលប្រើប្រាស់ឯកសារបណ្ណាសាផែនទីនិងឯកសារប្រវត្តិសាស្ត្រដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឲ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែនយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាស្តីអំពីលទ្ធផលទស្សនកិច្ចការងាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាសុខុននៅសាធារណរដ្ឋបារាំងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី3ខែមីនាឆ្នាំ2026នេះបានដឹងថាកាលពីថ្ងៃទី25ខែកុម្ភៈឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាសុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីសសាធារណរដ្ឋបារាំងតបតាមការអញ្ជើញរបស់ឯកឧត្តម Jean-Noël Barrot រដ្ឋមន្ត្រីអឺរ៉ុបនិងការបរទេសបារាំងដោយនៅក្នុងជំនួបនេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាសុខុនបានថ្លែងអំណរគុណដល់ប្រទេសបារាំងសម្រាប់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលបំណងសម្រេចឲ្យបាននូវដំណោះស្រាយជម្លោះដោយសន្តិវិធីនិងសម្រាប់ការផ្តល់សិទ្ធិឲ្យចូលប្រើប្រាស់ឯកសារបណ្ណាសាផែនទីនិងឯកសារប្រវត្តិសាស្ត្រដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឲ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែនឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាសុខុនបានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិថែរក្សាសន្តិភាពនិងស្ថិរភាពខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការធានាការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្លួនទៅកាន់លំនៅឋានរៀងៗខ្លួនវិញដោយសុខសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរជាកិច្ចឆ្លើយតបឯកឧត្តម Jean-Noël Barrot បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចជាស្រេចរបស់ប្រទេសបារាំងគាំទ្ររាល់គំនិតព្រួយផ្ដើមក្នុងគោលបំណងជំរុញដោះស្រាយជម្លោះដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិនៅក្នុងជំនួបដដែលនេះរដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការអភិវឌ្ឍទំនាក់ទំនងនិងបញ្ហាមួយចំនួនដែលជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរភាគីទាំងពីរបានគូបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងបារាំងឲ្យដល់កម្រិតខ្ពស់បំផុតទន្ទឹមនេះថ្នាក់ដឹកនាំទាំងពីរបានលើកឡើងពីសារៈសំខាន់ពីការចូលរួមរបស់វិស័យសាធារណៈនិងឯកជនក្នុងការបង្កើតគម្រោងធំៗក្នុងវិស័យអាទិភាពមួយចំនួនដូចជាវិស័យការពារជាតិធម្មពលកសិកម្មសុខាភិបាលបច្ចេកវិទ្យាថ្មីៗនិងការអភិរក្សបេតិកភណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌រដ្ឋមន្ត្រីទាំងពីរបានសម្ដែងការស្វាគមន៍ការរៀបចំពិធីសម្ពោធបិទការដ្ឋានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចស្ថិតនៅក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាបដែលបានបង្ហាញពីភាពស៊ីជម្រៅនៃទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី20ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាឆ្នាំ2026នៅរាជធានីភ្នំពេញក្នុងបរិបទនេះមានការជូនព័ត៌មានអំពីការអញ្ជើញមកបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូបារាំងនៅកម្ពុជានាពេលខាងមុខក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះខណៈដែលប្រទេសបារាំងកំពុងកាន់តំណែងជាប្រធាននៃកិច្ចប្រជុំកំពូល Francophonie ឯកឧត្តម Jean-Noël Barrot ក៏បានកត់សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងបានសម្ដែងនៅបំណងអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាចូលរួមសមាជពិភពលោកលើកទី9ស្ដីពីការប្រឆាំងនឹងទោសប្រហារជីវិតដែលនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខនៅទីក្រុងប៉ារីសឯកឧត្តមបានកត់សម្គាល់ថាកម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលមានការលុបចោលទោសប្រហារជីវិតដែលនេះសបញ្ជាក់ពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស